ជំរាបសួរស្វាគមន៍មកកាន់វីដេអូបន្តមួយទៀតហើយបាទបន្ទាប់ពីបានចុះពីពលិយន្តហោះហើយសម្រាប់នឹងស្នាក់នៅលូព្លីអាណាមួយយប់បាទហើយក៏ត្រូវធ្វើដំណើរទៅកាន់ទីក្រុងម៉ារីបូដើម្បីទៅកាន់ទីតាំង conference អញ្ចឹងដោយសារខ្ញុំបានទិញសម្បត្តិឡានក្រុងហើយចាំតែម៉ោងឡើងឡានក្រុងប្រហែលជាម៉ោង2ខ្ញុំធ្វើដំណើរចេញពីលូព្លីអាណាតាមផ្លូវបាទបន្តទៅកាន់ទីក្រុងម៉ារីបូដែលមានចម្ងាយរយៈពេលប្រហែលជា2ម៉ោងបាទហើយតាមរយៈឡានក្រុងនេះគឺយើងអាចមើលទេសភាពតាមដងផ្លូវបន្ថែមទៀតដែរព្រោះទេសភាពនៅតាមផ្លូវនេះគឺស្អាតមែនទែនយើងអាចមើលឃើញជាហេដ្ឋារចនាសម្ព័ន្ធក៏ដូចជាទីលំនៅរបស់អ្នកភូមិស្រុកនៅទីក្រុងស្លូវេនៀហ្នឹងបាទជិះមួយសបកក្រោយមកក៏យើងក៏បានមកដល់ទីក្រុងម៉ារីបូនេះតែម្ដងហើយទីក្រុងម៉ារីបូនេះគឺជាទីក្រុងដែលល្បីមួយដែរនេះគឺជា bus station នៅទីក្រុងម៉ារីបូនេះតែម្ដងហើយចេញមកភ្លាមគឺត្រូវរូតរះរកសន្តាគារគឺសន្តាគារ B&B Hotel ដែលនៅបាទចិត្ត bus station នឹងហើយមកជួបនឹង delegate យើងមកយកឡានហើយ check in hotel តែម្ដងហើយ hotel នេះគឺបន្ទប់មកស្អាតមែនទែនបាទមកដល់គឺឃើញក្រេ2ប៉ុន្តែក្រេ2នេះគឺដេកតែឯងទេរយៈពេល4យប់នេះគឺម៉ាសរីបាទហើយយើងអាចមើលឃើញទេសភាពនៅខាងក្រោមហើយ free buffet អាហារពេលព្រឹកទៀតបាទហើយបន្ទាប់មកមុជទឹកបាទជួបជុំគ្នានៅម៉ោង6គឺដើម្បីធ្វើដំណើរទៅកាន់សាលាក្រុងបាទអញ្ចឹងគ្រប់ប្រទេសនីមួយៗគឺមកជួបជុំគ្នានៅជាន់ក្រោមនៅ lobby ខាងក្រោមដើម្បីយើងធ្វើដំណើរទៅថ្មើរជើងរួមគ្នាទៅកាន់សាលាក្រុងដើម្បីចូលរួមធ្វើការតម្រង់ទិសជុំគ្នាបាទបន្ទាប់ពីស្រង់វត្តមានចាប់បាទមកជុំគ្នារួចរាល់ហើយបានយើងធ្វើដំណើរបាទឆ្ពោះទៅកាន់សាលាក្រុងបាទសាលាក្រុងនេះធំមែនទែនហើយយើងឡើងមកជួបជុំគ្នាមកពីអ្នកចូលរួមតាមប្រទេសមួយៗគឺបានមកជុំគ្នាបាទសប្បាយចិត្តព្រោះបានជួបគ្នាផ្ទាល់នៅថ្ងៃហ្នឹងឯងហើយធ្លាប់តែរៀនអនឡាញជុំគ្នាឥឡូវបានមកជុំគ្នាគឺម្នាក់បាទសប្បាយមែនទែនជាមួយនឹងកម្មវិធីនេះផងដែរគឺមានការស្វាគមន៍យ៉ាងកក់ក្ដៅជាមួយនឹងមតិស្នើស្នាពីគណៈអភិបាលក្រុងម៉ារីបូក៏ដូចជាប្រធាននៃនាយកប្រតិបត្តិកម្មវិធី ASEF ហ្នឹងគឺជូនទាំងអស់ហើយក៏បានជួប mentor របស់យើងដែរបាទខ្ញុំបានជួប mentor របស់ខ្ញុំហើយបន្ទាប់មកគឺមានការស្វាគមន៍ដោយតន្ត្រីកររបស់យើងបន្ទាប់មកគឺមានមតិសំណេះសំណាលក៏ដូចជា5ផ្ញើផ្សេងៗពីគណៈមកគ្រប់គ្រងឬក៏អ្នករៀបចំកម្មវិធីហើយក្រោយមកក៏យើងបានញ៉ាំអាហារពេលល្ងាចជុំគ្នាបាទដោយសារម្នាក់ឃ្លានគឺញ៉ាំម្ចាស់ដៃតែម្ដងនឹងឆ្អែតបាទរួចហើយក៏ថតរូបជុំគ្នាមកសំណេះសំណាលគ្នាមករហូតដល់ម៉ោងដែលត្រូវត្រឡប់មកអូតាល់វិញហើយវ៉ូដូវីដេអូWalking wild. Walking wild. បាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូជួបគ្នានៅវីដេអូភាពបន្តទៀតបាទ